ព្រះរាជាណាចក្រកម្ពុជាជាតិសាសនាព្រះមហាក្សត្រក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលេខ020សហវសចនថ្ងៃអង្គារ2កើតខែបោសឆ្នាំរោងចស័កពុទ្ធសករាជ2568រាជធានីភ្នំពេញថ្ងៃទី31ខែធ្នូឆ្នាំ2024សេចក្តីជូនដំណឹងស្តីពីការលើកលែងនិងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យសម្រាប់អ្នកទិញលំនៅឋាននិងឬផ្ទេរកម្មសិទ្ធិលើកដំបូង First Time Home Buyer ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី1ខែមករាឆ្នាំ2025រហូតដល់ថ្ងៃទី31ខែធ្នូឆ្នាំ2025អនុលោមតាមចំណាឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចុះថ្ងៃទី18ខែវិច្ឆិកាឆ្នាំ2024លើលិខិតលេខ1266សហវលសកសហចុះថ្ងៃទី13ខែវិច្ឆិកាឆ្នាំ2024របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋដែលបានទិញលំនៅឋានពីក្រុមហ៊ុនអភិវឌ្ឍលំនៅឋានដែលមានលក្ខណៈជាបុរីឬអគារសហកម្មសិទ្ធិខុនដូនិងជួយដល់វិស័យអចលនទ្រព្យបន្ថែមទៀតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានកិត្តិយសសូមជូនដំណឹងដល់ម្ចាស់អចលនទ្រព្យនិងសាធារណជនអំពីការលើកលែងនិងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យសម្រាប់អ្នកទិញលំនៅឋាននិងឬផ្ទេរកម្មសិទ្ធិជាលើកដំបូង First Time Home Buyer ដូចខាងក្រោម កចំពោះបុគ្គលទាំងឡាយណាដែលទិញលំនៅឋានមានលក្ខណៈជាបុរីឬខុនដូមុនឆ្នាំ2025ហើយធ្វើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់លំនៅឋានជាលើកដំបូងនៅរដ្ឋបាលសារពាពន្ធក្នុងឆ្នាំ2025ត្រូវទទួលបានការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យសម្រាប់លំនៅឋានដែលមានតម្លៃក្រមឬស្មើ$210,000អាមេរិកនិងអនុគ្រោះចំពោះលំនៅឋានដែលមានតម្លៃលើស$210,000អាមេរិកដោយអនុញ្ញាតឲ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រាចំនួន$210,000អាមេរិកការលើកលែងនិងអនុគ្រោះពន្ធនេះសម្រាប់លំនៅឋានតែមួយប៉ុណ្ណោះដោយឡែកលំនៅឋានទី2ឬបន្ទាប់ត្រូវទទួលបានការអនុញ្ញាតឲ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យចំនួន$70,000អាមេរិកការលើកលែងនិងអនុគ្រោះពន្ធនេះត្រូវអនុវត្តរហូតដល់ដំណាច់ឆ្នាំ2025ខចំពោះបុគ្គលទាំងឡាយណាដែលទិញលំនៅឋានមានលក្ខណៈជាបុរីឬខុនដូក្នុងឆ្នាំ2025ដែលមិនទាន់បានទទួលការលើកលែងនិងអនុគ្រោះពន្ធដោយក្នុងចំណុចកត្រូវទទួលបានការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យសម្រាប់លំនៅឋានដែលមានតម្លៃក្រមឬស្មើ$210,000អាមេរិកនិងអនុគ្រោះចំពោះលំនៅឋានដែលមានតម្លៃលើស$210,000អាមេរិកដោយអនុញ្ញាតឲ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រាចំនួន$210,000អាមេរិកការលើកលែងនិងអនុគ្រោះពន្ធនេះត្រូវអនុវត្តនៅពេលធ្វើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់លំនៅឋាននោះគការទិញលំនៅឋានមានលក្ខណៈជាបុរីឬខុនដូដូចមានចែងក្នុងចំណុចកនិងខត្រូវទិញពីក្រុមហ៊ុនអភិវឌ្ឍលំនៅឋានដែលបានដកបញ្ជីនៅនិយមករអាជីវកម្មអចលនវត្ថុនិងបញ្ចាំឬនៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខាតទោះបីជានៅលើបានកម្មសិទ្ធិជាឈ្មោះក្រុមហ៊ុនឬឈ្មោះរូបវត្ថុបុគ្គលដែលជាម្ចាស់គម្រោងឬជាអ្នកតំណាងក្រុមហ៊ុនឬម្ចាស់គម្រោងក៏ដោយនិងខក្រុមហ៊ុនអភិវឌ្ឍលំនៅឋានទាំងអស់ត្រូវធ្វើកិច្ចសន្យាទិញលក់ឲ្យបានត្រឹមត្រូវដោយផ្អែកលើតម្លៃទីផ្សារជាក់ស្ដែងនិងត្រូវបញ្ជូនកិច្ចសន្យាទិញលក់មករដ្ឋបាលសារពាពន្ធមុនឬនៅពេលធ្វើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់លំនៅឋានចំពោះការទិញលំនៅឋានដោយខាងលើនេះពីក្រុមហ៊ុនអភិវឌ្ឍលំនៅឋានដែលពុំមានអាជ្ញាប័ណ្ណអាជីវកម្មអភិវឌ្ឍលំនៅឋានដែលម្ចាស់គម្រោងមានបញ្ហាឬខ្សែទុនហើយត្រូវបានអនុញ្ញាតឲ្យផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់លំនៅឋានតាមរយៈយន្តការដោះស្រាយរបស់ក្រសួងឬស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធក៏ទទួលបានការលើកលែងនិងការអនុគ្រោះពន្ធប្រថាប់ត្រាដូចខាងលើនេះដែរការលើកលែងនិងការអនុគ្រោះពន្ធប្រថាប់ត្រាខាងលើពុំមានអនុភាពប្រតិកម្មចំនួនប្រាក់ពន្ធរួមទាំងទណ្ឌកម្មរដ្ឋបាលពន្ធបន្ថែមនិងការប្រាក់ពានដែលបានបង់រួចហើយនោះទេក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជឿជាក់យ៉ាងមុតមាំថា
ម្ចាស់អចលនទ្រព្យនិងសាធារណជនទាំងអស់នឹងយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះជាពុំខានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ